សួរបងប្អូនទាំងអស់គ្នាបាទចឹងខ្ញុំម៉ានប៉ាត្រីបាទហើយខ្ញុំមកវិភាគតាក់ទងជាមួយនឹងទីផ្សារហាងឆេងមាសនៅក្នុងថ្ងៃនេះហើយយើងឃើញថាកាលពីម្សិលមិញហ្នឹងតម្លៃទីផ្សារមាសបានឡើងបន្តិចវិញបងប្អូនប៉ុន្តែឥឡូវហ្នឹងគឺវានៅតែតំបន់ low ដែរទេវាអត់ទាន់ឡើងខ្លាំងឯតាក់ទងជាមួយនឹងតម្លៃមាសហ្នឹងគឺនៅ$4,323ក្នុងមួយអោនទេពេលដែលខ្ញុំ record វីដេអូនេះណាបាទហើយនិយាយរួមទៅគឺការពីម្សិលមិញហ្នឹងមានឡើងតិចវិញហ្នឹងដោយសារតែចេះបងប្អូនដោយសារតែព័ត៌មានបាទព័ត៌មាននេះបាទនេះខ្ញុំបើកឲ្យមើលដោយសារតែតាក់ទងជាមួយនឹងប្រទេសអ៊ីរ៉ង់និងអ៊ីស្រាអែលហ្នឹងគឺបានបញ្ចប់ការវាយប្រហារគ្នាហើយបានបញ្ចប់ការគម្រាមកំហែងបាទហើយអាចនឹងនិយាយតាក់ទងជាមួយនឹងសន្តិភាពហ្នឹងក៏លក្ខណៈថាមិនសូវនិយាយគ្នាអីខ្លាំងណាស់ដែរជារវាងអ៊ីរ៉ង់ហើយនិងអ៊ីស្រាអែលហ្នឹងបងប្អូនអញ្ចឹងតម្លៃទីផ្សារមាសវា react ទៅតាមវាធ្វើសកម្មភាពទៅតាមនឹងដែរណាពេលខ្លះបើសិនជាព័ត៌មានខ្លាំងទៅវាសកម្មភាពខ្លាំងទៅពេលខ្លះសកម្មភាពវាខ្សោយទៅបាទទីផ្សារហ្នឹងក៏វាខ្សោយដែរបាទអញ្ចឹងតកតងជាមួយនឹងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់ហ្នឹងគាត់ផ្អាកនៅក្នុងការធ្វើការវាយប្រហារគ្នាមួយរយៈហ្នឹងទៅបន្តិចមានន័យថាគាត់ធ្វើរហូតហ្នឹងសង្គ្រាមរហូតហ្នឹងបាញ់រហូតហ្នឹងអាមេរិកនិយាយមិនក៏ស្ដាប់អីក៏ស្ដាប់ដែរបងប្អូនបាទអញ្ចឹងអាហ្នឹងគឺមានន័យថាតម្លៃទីផ្សារមាសហ្នឹងគឺអាចនឹងព្យាយាមចុះបន្តទៀតបាទអាចនឹងព្យាយាមចុះបន្តទៀតមូលហេតុអីសង្គ្រាមអញ្ចឹងទៅជាមាសចុះអញ្ចឹងណាបាទតម្លៃទីផ្សារមាសចុះដោយសារតែការបិទច្រកនាំចេញចូលប្រេងបងប្អូនបាទច្រកនាំចេញចូលប្រេងណាអញ្ចឹងច្រកនាំចូលចេញចូលប្រេងហ្នឹងគឺបិទដល់ពេលបិទទៅអ្នកវិនិយោគគាត់ចេះទៅទិញប្រេងរហូតបាទធ្វើឲ្យប្រេងហ្នឹងវាឡើងបងប្អូនចំណាំមើលរូបិយប័ណ្ណអីក៏ធ្លាក់បាទសូម្បីតែមាសក៏ធ្លាក់តែប្រេងឡើងបាទប្រេងឡើងអញ្ចឹងវាឡើងជាកំហុបអញ្ចឹងអ្នកវិនិយោគបាទអ្នកដែលគាត់មានលុយមានកាក់ហ្នឹងគឺគាត់សម្រុកទៅទិញតែប្រេងទេអញ្ចឹងវាធ្វើឲ្យ liquidity ក្នុងទីផ្សារមាសហ្នឹងគឺវាធ្លាក់ចុះកន្លែងហ្នឹងមួយរយៈហ្នឹងគឺចឹងបងបាទមួយរយៈហ្នឹងគឺមាសធ្លាក់ចុះដោយសារតែប្រេងហ្នឹងបាទតែឥឡូវយើងមើលការវិភាគអស់គ្នាថាតើថ្ងៃហ្នឹងវាធ្លាក់ដល់ណាទៀតហើយឡើងវិញនៅកន្លែងណាដូចអ្វីដែលខ្ញុំបានវិភាគអញ្ចឹងបើយើងមើល4ម៉ោងបងបាទនេះបើយើងមើល4ម៉ោងនេះយើងដាក់ recovery resistance វាតាមនេះមកបាទនេះយើងដាក់នេះដាក់ដល់ទៀតដោយសារវានៅជាប់ error នៅនេះលើនេះបាទអូខេអញ្ចឹងយើងដាក់ support វានៅនេះមួយមកអូខេនេះ support វានេះគឺដាច់បាទដាច់អញ្ចឹងកន្លែងនេះគឺដាច់នៅនេះប៉ុន្តែទីផ្សារហ្នឹងវាអត់ break ចុះបាទអត់ break ចុះមានន័យថាការពីម្សិលមិញហ្នឹងខ្ញុំធ្លាប់បាននិយាយថាបើសិនជាមាសហ្នឹងវាបែកចុះ4200បាទ4300ចុះមកដល់4290ហើយហ្នឹងមាសហ្នឹងចុះមកទៀតហើយបាទប៉ុន្តែដល់ពេលមែនដល់យូរទៅការពីម្សិលមិញហ្នឹងគឺចុះក្រោម4300ហ្នឹងមាសហ្នឹងចុះមកដល់4000នេះ4265ណាបាទឥឡូវហ្នឹងកំពុងតែលេងនៅក្នុងរ៉េងវិញបាទអញ្ចឹងទីផ្សារហ្នឹងឡើងបាទថ្ងៃហ្នឹងទីផ្សារហ្នឹងអាចនឹងឡើងទៅលើបាទគោលដៅវាទៅលើនេះយូររួមទៅកុំឲ្យតែមានព័ត៌មានបងប្អូនកុំឲ្យតែមានព័ត៌មានមាសនឹងឡើងហើយតែតែមានព័ត៌មានមាសចុះមករហូតបាទចុះមករហូតនេះអញ្ចឹងកន្លែងហ្នឹងអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនអំពូមីងទាំងអស់គ្នាថាតម្លៃមាសហ្នឹងអាចនឹងឡើងដល់4475កាលពីម្សិលមិញហ្នឹងខ្ញុំថា4500បាទតែដល់ពេលថ្ងៃនេះខ្ញុំគិតថាអាចឡើងត្រឹម4473 74ហ្នឹងបាទកន្លែងហ្នឹងហើយបើសិនជាយើងមើលទៅលើតម្លៃទីផ្សារបច្ចុប្បន្នគឺទីផ្សារវា down trend វាចាប់ដើមចុះបាទភ័យដែរបងប្អូនព្រោះមាសខ្ញុំជាប់នៅខាងលើដែរនោះអញ្ចឹងតម្លៃទីផ្សារមាសនេះគឺតាំងពីតម្លៃ$5600ក្នុងមួយអោនបើយើងគិតជាតម្លឹងវិញវាចូល6700ហើយបាទអញ្ចឹងអ្នកដែលគាត់ទិញនៅ6700ហ្នឹងគឺភ័យមែនតើហើយមកដល់ឥឡូវហ្នឹងទុកដល់ឥឡូវហ្នឹងគឺខាតច្រើនប៉ុន្តែបើសិនជាអត់មានតម្រូវការជាលុយជាកាក់អីទេបាទគួរតែទុកតើតងជាមួយនឹងមាសខ្ញុំជឿថាអាចចង់សប្តាហ៍មាសអាចនឹងឡើងខ្លាំងចង់សប្តាហ៍បង
trong sập đá mi ai lang khlang rồi có lẽ cả ta trong khai rồi có trong năm á bà bị chớn cứ chẳng một lần giờ rùm tôm mi ní cứ anh nãy cốt cứ đang tờ lỡ ngay ở tại chọc sừng cream Iran hay năng ở Israel lắm chọc sừng cream America lên lục đáy á giờ rùm tới bộ sừng cream nó America lên lục đáy á trong Iran trong Israel lắm mà chỉ bằng kia mấy cái đào ngọt và tê môi cái đào còn còn miếng nó thời tờ lỡ này cái này nhận ta đi America có từ lục đáy hay Iran ở miền sờ lắc bia na nông ca với trang mà America bà anh chắc tệ tôn cho mùi nâng tọp vô thía có lại cái nạ thải rong sau chiêng Americ sau chiếng chấn rong nâng miền tài vô tờ xa mùi cứ prên nâng ngày cứ bật trọ nòm chinh châu prên chân ta bật trọ nòm chinh châu prên tới lơ bị phục lô nó cứ sự cách thề chân ta sự cách thề Americ có thề tam nâng đài bà chân lại những ngày để thua ở tầm lại dịp xa miết cứ thề rồi sao ta nẹo video nó có vô lôi tập tình prên hỏi nâng bà ok chân sầm rạp ở ngày nắng cứ dương vị phi tham mi lớn bà hai sầm rạp bông bồn để tinh mía cả lỗ khang khẽ bông bồn ai chặt mini tham bông bồn trong ban cặp lực sai giữa bỏ lấy ai chặt tôm mà lấy tụ sầm nhầm bàn bà lấy tụ sầm bao nhiêu miền bị xài nắng hay bữa sân giữa bông bồn trong riêng chặt tôm mùi ca cọ hàng chay mía tam tuần này kia bà chặt tôm mùi ca cọ hàng chay mía tam tuần này kia bông bồn ai chặt tôm mà lấy tụ sầm nó chỉ lấy telegram bao nhiêu toán bồn á bà đi chơi lấy telegram đi chơi lấy từ sạp bao nhiêu tuần bà này ở con chén mong bố nó khi bà ở con niệm lia bà